តោះបងប្អូនទៅស្ដាប់ការចែកម្លែកពីបងស្រីម្នាក់ដែលដាំដំណាំជាលក្ខណៈគ្រួសារដោយមិនបានប្រើជីគីមីខ្ញុំធ្វើដំណាំហ្នឹងខ្ញុំមិនដែលមានជីអីដាក់ទេហើយខ្ញុំបង្កើតនៅចេកសបកចេកញ៉ាំវ៉ាហើយទឹកអង្គខ្ញុំចាក់ដាក់ត្រាំទៅដល់ពេលយើងស្រោចព្រលឹមឡើងឬក៏ល្ងាចយើងលាយប្រហែល2លាព្រាឬក៏1សាព្រាហើយឥឡូវខ្ញុំបង្កើតនៅខ្ទឹមសខ្ញុំចាត់វាដាក់ដើម្បីសម្លាប់សត្វល្អិតទៅបងប្អូនកុំឲ្យសត្វល្អិតវាមកទុំដូចជាម្ទេសអីមិនវាមានសត្វល្អិតស៊ីអញ្ចឹងចាហើយយកទៅស្រោចវាទៅចាយកទៅស្រោចហើយស្រោចប្រហែលទៅនោះនិយាយទៅទឹកយើងចំនួនទឹកមកប៉ោតធុងពេត្រូហ្នឹងយើងដាក់តែ2សាព្រាឬក៏1សាព្រាបងប្អូនចំណាញ់ណាហើយយើងអាហ្នឹងជីនេះណាចាហ្នឹងគេប្រើជីហើយជីធម្មជាតិដែរអញ្ចឹងយើងធ្វើខ្លួនឯងទៅអត់ដឹងថាចេះអីទេប៉ុន្តែយើងថាគុណភាពមិនដឹងសាកល្បងទៅវាល្អការខ្ញុំដាំដំបងស្ពៃប្រគុំធំធំបងប្អូនពីណាក៏សាថាអូយដាំស្ពៃអីបែបប្រើថ្នាំប្រើអីប្រើជីអីអត់ទេធម្មជាតិប៉ុន្តែគេអត់ដឹងថាខ្ញុំធម្មជាតិហ្នឹងប្រើពីស្អីខ្ញុំស្រោចចាន់ណាទឹកមានដល់ពេលឥឡូវយើងរងដដែលគឺវារៀងទៅហល់បងដីរៀងហល់ហើយអានោះអានងបងអានងក៏មានដែរណាទៅមើលទីមើលអានងទៀតតាមមើលបត់ពិសោធន៍របស់គាត់តិចមើលអូធំហ៎ផ្លែអានេះយើងទុកពូជមួយទៅក៏អានងនេះគឺល្អណាស់បងប្អូនវាមិនមែនអាសាញវែងទេអាហ្នឹងវា